សូមស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាដែលបានវិលត្រឡប់មកកាន់កម្មវិធីព័ត៌មានរបស់ Channel Khmer Language 123 នៅពេលនេះយើងខ្ញុំសូមជូនព័ត៌មានលម្អិតដូចតទៅនាយកប្រតិបត្តិក្រុមហ៊ុន DeepSeek បានទម្លាយការសម្ងាត់ដ៏រំជើបរំជួលអំពីការប្រកួតប្រជែង AI រវាងអាមេរិកនិងចិនដែលធ្វើឲ្យផែនការគៀកដើមទុនដ៏ធំត្រូវបរាជ័យភ្លាមៗមានការផ្ទុះយ៉ាងខ្លាំងនៅមូលដ្ឋានប្រេងឥន្ធនៈកូរ៉េខាងជើងហើយរដ្ឋាភិបាលលោកគីមចុងអ៊ុនបានលាក់បាំងព័ត៌មាននេះយ៉ាងជិតឈឹងជាមួយនឹងសមត្ថភាពវាយប្រហារផ្លូវឆ្ងាយដ៏លេចធ្លោប្រទេសអ៊ុយក្រែនបានដាក់គោលដៅយុទ្ធសាស្ត្រជាច្រើនរបស់រុស្ស៊ីចូលទៅក្នុងគោលដៅវាយប្រហាររបស់ខ្លួនរបបក្រុងតេហេរ៉ង់កំពុងបង្កើនវិធានការទប់ទល់នឹងការភ័យខ្លាចដែលធំជាងសង្គ្រាមជាមួយអាមេរិកទៅទៀតប្រទេសអ៊ីរ៉ង់នៅតែបន្តបង្ហាញឥរិយាបថរឹងរូសដោយទាមទារថ្លៃសេវាកម្មនៅច្រកសមុទ្រ Hormuz ទោះបីជាមានបម្រែបម្រួលជាវិជ្ជមានផ្នែកទូតក៏ដោយប្រទេសចិនកាន់តែប្រឆាំងអំពើពុករលួយគឺកាន់តែមានអំពើពុករលួយដោយចំនួនមន្ត្រីថ្នាក់ខេត្តនិងថ្នាក់ក្រសួងឡើងទៅដែលត្រូវបានដកតំណែងបានកើនឡើងទ្វេដងជាបន្តបន្ទាប់នេះសូមអញ្ជើញប្រិយមិត្តតាមដានទស្សនាខ្លឹមសារលម្អិតដូចតទៅនាយកប្រតិបត្តិក្រុមហ៊ុន DeepSeek បានទម្លាយការសម្ងាត់ដ៏រំជើបរំជួលអំពីគម្លាត AI រវាងអាមេរិកនិងចិនហើយផែនការគៀកដើមទុនត្រូវបរាជ័យយោងតាមប្រភពព័ត៌មានជាច្រើនក្រុមហ៊ុនផ្ដើមអាជីវកម្មបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI របស់ចិន DeepSeek បានផ្អាកជាបន្ទាន់នៅជុំគៀកដើមទុនលើកទី2 After ពេលដែលអត្ថបទបទបង្ហាញផ្ទៃក្នុងរបស់ស្ថាបនិកលៀងវ៉ាន់ហ្វុងត្រូវបានបែកធ្លាយនៅលើបណ្ដាញអ៊ីនធឺណិតខ្លឹមសារនៃបទបង្ហាញនេះត្រូវគេជឿថាបានទម្លាយពីស្ថានភាពជាក់ស្ដែងនៃវិស័យ AI របស់ចិនសមត្ថភាពគណនារបស់ក្រុមហ៊ុន DeepSeek និងបានប៉ះពាល់ដល់ការប្រៀបធៀប chip AI របស់អាមេរិកដែលកំពុងស្ថិតក្រោមការត្រួតពិនិត្យការនាំចេញដែលធ្វើឲ្យក្រុមហ៊ុនប្រឈមនឹងហានិភ័យនៃការឃ្លាំមើលពីទាំងអាមេរិកនិងចិនយោងតាមសារព័ត៌មាន Bloomberg កាលពីថ្ងៃទី25ខែកក្កដាក្រុមហ៊ុន DeepSeek បានជូនដំណឹងដោយផ្ទាល់មាត់ទៅកាន់វិនិយោគិនថាជុំគៀកដើមទុនថ្មីនឹងត្រូវពន្យាពេលហើយមិនទាន់កំណត់ពេលវេលាចាប់ផ្ដើមឡើងវិញនៅឡើយទេប្រភពព័ត៌មានបានឲ្យដឹងថាថ្នាក់ដឹកនាំជាពិសេសមិនពេញចិត្តទាល់តែសោះនៅពេលដែលបទបង្ហាញរបស់លោកលៀងនៅក្នុងជំនួបជាមួយវិនិយោគិនត្រូវបានបែកធ្លាយពីព្រោះវាមានព័ត៌មានជាច្រើនដែលត្រូវបានចាត់ទុកថាសម្ងាត់អំពីសកម្មភាពរបស់ក្រុមហ៊ុននិងវិស័យ AI របស់មុននេះក្រុមហ៊ុន DeepSeek ទើបតែបានបញ្ចប់ជុំគៀកដើមទុនលើកដំបូងនៅក្នុងខែមិថុនាយោងតាមសារព័ត៌មាន Financial Times និង The Information លោកលៀងវ៉ាន់ហ្វុងបានវិនិយោគផ្ទាល់ខ្លួនប្រមាណ20 billion yuan ខណៈដែលក្រុមហ៊ុនយក្សចិនជាច្រើនរួមមាន Tencent, CATL, Trade.com, NetEase, IDG Capital និងមូលនិធិវិនិយោគឧស្សាហកម្ម AI ជាតិចិនក៏បានចូលរួមផងដែរត្រឹមតែប៉ុន្មានសប្តាហ៍ក្រោយមកក្រុមហ៊ុន DeepSeek បានចាប់ផ្ដើមការចរចាសម្រាប់ជុំគៀកដើមទុនបន្ទាប់ក្នុងគោលបំណងដំឡើងការវាយតម្លៃដល់ប្រមាណ$71 billionអាមេរិកហើយក្នុងពេលជាមួយគ្នានេះត្រូវបានគេជឿថាកំពុងរៀបចំផែនការចុះបញ្ជីលក់ភាគហ៊ុនជាសាធារណៈលើកដំបូងនៅក្នុងឆ្នាំនេះខ្សែកាសែតសម្លេងដែលត្រូវបានបែកធ្លាយបានបង្ហាញថាលោកលៀងបានទទួលស្គាល់ពីគម្លាតគួរឲ្យកត់សម្គាល់រវាង AI របស់ចិននិងអាមេរិកលោកបានថ្លែងថាក្រុមហ៊ុន DeepSeek បច្ចុប្បន្នមាន chip ប្រមាណ 20,000 គ្រាប់ប៉ុណ្ណោះដែលមានសមត្ថភាពប្រហាក់ប្រហែលនឹងស្រឡាយ NVIDIA H100 ហើយភាគច្រើនទើបតែត្រូវបានប្រគល់ជូននៅក្នុងអំឡុងពេល1ទៅ2ខែចុងក្រោយនេះយោងតាមលោកទំហំគណនាបច្ចុប្បន្នគឺមិនគ្រប់គ្រាន់ដើម្បីបណ្ដុះបណ្ដាល model AI ឈានមុខគេឲ្យស្មើដៃជាមួយគូប្រជែងអាមេរិកនោះទេទោះបីជាប្រើប្រាស់ដើមទុនទាំងអស់ដែលប្រមូលបាននៅក្នុងជុំដំបូងក៏ដោយលោកក៏បានយល់ឃើញថា model AI ធំបំផុតរបស់អាមេរិកមានទំហំប៉ារ៉ាម៉ែត្រប្រតិបត្តិការលើសឆ្ងាយពី model ធំបំផុតរបស់ចិនប្រមាណមួយកម្រិតធំដែលឆ្លុះបញ្ចាំងពីគម្លាតយ៉ាងខ្លាំងនៃសមត្ថភាពបណ្ដុះបណ្ដាលពាក់ព័ន្ធនឹង chip ក្នុងស្រុកលោកលៀងបានវាយតម្លៃថាប្រសិទ្ធភាពនៃ chip Ascend 910របស់ក្រុមហ៊ុន Huawei នៅចាញ់ឆ្ងាយពីផលិតផលរបស់ NVIDIA នៅឡើយយោងតាមលោកគឺត្រូវប្រើប្រាស់ chip Ascend 910ប្រមាណ4គ្រាប់ទើបអាចសម្រេចបាននូវប្រសិទ្ធភាពស្មើនឹង chip NVIDIA H100 មួយគ្រាប់ហើយបច្ចេកវិទ្យារបស់ Huawei កំពុងដើរយឺតជាងប្រមាណ2ឆ្នាំការវាយតម្លៃនេះគឺផ្ទុយស្រឡះពីការប្រកាសមុននេះរបស់ Huawei និងរបាយការណ៍មួយចំនួននៅក្នុងស្រុកដែលធ្លាប់បានអះអាងថាប្រព័ន្ធ Ascend 910B មានសមត្ថភាពគណនាសរុបលើសប្រព័ន្ធកម្រិតដូចគ្នារបស់ NVIDIA ខ្លឹមសារមួយទៀតដែលទាក់ទាញការយកចិត្តទុកដាក់ខ្លាំងគឺការថ្លែងរបស់លោកលៀងអំពីប្រភពផ្គត់ផ្គង់ chip លោកបានឲ្យដឹងថាក្រុមហ៊ុន Huawei អាចផ្គត់ផ្គង់ chip បានត្រឹមតែប្រមាណ 16,000 គ្រាប់ប៉ុណ្ណោះឲ្យទៅ DeepSeek ដោយសារតែការកម្រិតនៃសមត្ថភាពផលិតកម្មប៉ុន្តែចំណុចនេះមិនមែនជាឧបសគ្គធំដុំនោះទេពីព្រោះក្រុមហ៊ុននៅតែអាចទិញបាននូវ chip មួយចំនួនដែលមិនស្របតាមបទបញ្ញត្តិដែលត្រូវគេយល់ថាជា chip ស្ថិតក្រោមការត្រួតពិនិត្យការនាំចេញរបស់អាមេរិកយោងតាមលោកការទិញ chip Huawei គឺភាគច្រើនដើម្បីគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីនៅក្នុងស្រុកជាជាងការឆ្លើយតបនឹងតម្រូវការគណនាក្នុងការងារជាក់ស្ដែងការថ្លែងទាំងនេះត្រូវបានគេជឿថាកំពុងពង្រឹងនូវការចោទប្រកាន់ជាយូរមកហើយរបស់រដ្ឋាភិបាល Washington ថា
អាជីវកម្ម AI ចិនជាច្រើននៅតែស្វែងរកវិធីចូលប្រើប្រាស់ chip AI ទំនើបៗរបស់អាមេរិកតាមរយៈបណ្ដាញមិនផ្លូវការនាពេលកន្លងមកអាមេរិកនិងតៃវ៉ាន់បានស៊ើបអង្កេតករណីជាច្រើនដែលពាក់ព័ន្ធនឹងការសង្ស័យអំពីការផ្ទេរ chip NVIDIA ដោយខុសច្បាប់ទៅឲ្យអាជីវកម្មចិនតែការថ្លែងដែលត្រូវបានបែកធ្លាយទាំងនេះអាចធ្វើឲ្យក្រុមហ៊ុន DeepSeek ក្លាយជាគោលដៅនៃការយកចិត្តទុកដាក់កាន់តែខ្លាំងពីសំណាក់ភ្នាក់ងារគ្រប់គ្រងទាំងរបស់អាមេរិកនិងចិនរហូតមកដល់ពេលនេះក្រុមហ៊ុន DeepSeek នៅតែមិនទាន់ផ្ដល់ការឆ្លើយតបជាផ្លូវការណាមួយអំពីភាពត្រឹមត្រូវនៃខ្សែកាសែតសំឡេងនេះក៏ដូចជាការសម្រេចចិត្តផ្អាកជុំគារកដើមទុនលើកទី2នៅឡើយទេផ្ទុះយ៉ាងខ្លាំងនៅមូលដ្ឋានប្រេងឥន្ធនៈហើយរដ្ឋាភិបាលកូរ៉េខាងជើងបានលាក់បាំងព័ត៌មាននេះយ៉ាងជិតឈឹងការផ្ទុះយ៉ាងខ្លាំងមួយនៅស្ថានីយ៍ប្រេងឥន្ធនៈរដ្ឋនៅក្នុងទីក្រុងស៊ីណូជូខេត្តភ្ជុងអានទោះជាយ៉ាងណាក៏ដោយរដ្ឋាភិបាលត្រូវបានគេជឿថាមិនបានប្រកាសព័ត៌មានផ្លូវការណាមួយអំពីមូលហេតុឬកិច្ចការសងជំងឺចិត្តដល់ជនរងគ្រោះនោះទេដោយបានស្ងាត់ស្ងៀមលាក់បាំងហេតុការណ៍នេះយោងតាមប្រភពព័ត៌មាននៅក្នុងខេត្តភ្ជុងអានខាងជើងដែលត្រូវសារព័ត៌មាន Daily NK ដកស្រង់សម្ដីការផ្ទុះនេះបានកើតឡើងនៅស្ថានីយ៍ប្រេងឥន្ធនៈក្នុងតំបន់ណាំងវ៉ាន់ដុងក្នុងចំណោមយានយន្តដែលកំពុងរងចាំចាក់ប្រេងមានរថយន្តក្រុងបូលីមួយគ្រឿងដែលជាប្រភេទរថយន្តដឹកជញ្ជូនឯកជនប្រតិបត្តិការដោយអ្នកបើកបរខ្លួនឯងដើម្បីរកប្រាក់ចំណូលបន្ថែមការផ្ទុះបានបុកជំរថយន្តក្រុងនោះដោយផ្ទាល់ដោយបានបោះរថយន្តឡើងលើអាកាសមុនពេលផ្ទុះយ៉ាងខ្លាំងក្លាដែលធ្វើឲ្យអ្នកដំណើរជាង20នាក់នៅលើរថយន្តបាត់បង់ជីវិតអណ្ដាតភ្លើងបានឆាបឆេះយ៉ាងលឿនទៅលើប្រភពយានយន្តនិងប្រជាពលរដ្ឋដែលកំពុងរងចាំនៅជិតនោះដែលធ្វើឲ្យមនុស្សជាច្រើនទៀតរងរបួសកន្លែងកើតហេតុបានធ្លាក់ចូលទៅក្នុងភាពវឹកវរត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះភ្លាមក្រោយហេតុការណ៍នេះអាជ្ញាធរបានសួរចម្លើយបុគ្គលិកប្រតិបត្តិការស្ថានីយ៍ប្រេងឥន្ធនៈនិងមន្ត្រីទទួលខុសត្រូវមូលដ្ឋាននេះទោះជាយ៉ាងណាក៏ដោយរហូតមកដល់ពេលនេះរដ្ឋាភិបាលនៅតែមិនទាន់ប្រកាសពីមូលហេតុនៃការផ្ទុះការវិវត្តជាក់ស្ដែងឬទំហំខូចខាតនៅឡើយទេយោងតាមប្រភពព័ត៌មានហេតុការណ៍នេះទទួលបានការយកចិត្តទុកដាក់តិចតួចដោយសារតែវាបានកើតឡើងភ្លាមមុនពេលសន្និបាតពេញអង្គលើកទី2នៃគណៈកម្មាធិការមជ្ឈិមអាណត្តិទី9នៃគណៈបកពលករកូរ៉េនៅចុងខែមិថុនាប្រភពព័ត៌មានបានលើកឡើងថាប្រសិនបើតែកើតឡើងនៅប្រទេសជាច្រើនផ្សេងទៀតមហន្តរាយដែលមានទំហំបែបនេះនឹងត្រូវបានស៊ើបអង្កេតយ៉ាងល្អិតល្អន់កំណត់ការទទួលខុសត្រូវសងជំងឺចិត្តដល់គ្រួសារជនរងគ្រោះនិងអនុវត្តវិធានការការពារខណៈពេលដែលនៅក្នុងប្រទេសកូរ៉េខាងជើងហេតុការណ៍នេះហាក់ដូចជាត្រូវបានបិទបញ្ចប់បន្ទាប់ពីមនុស្សមួយចំនួនត្រូវបានសួរចម្លើយដោយគ្មានការប្រកាសផ្លូវការឬសកម្មភាពគាំទ្រដល់គ្រួសារដែលមានអ្នកបាត់បង់ជីវិតនោះទេប្រភពព័ត៌មានក៏បានឲ្យដឹងផងដែរថាប្រទេសកូរ៉េខាងជើងមានប្រវត្តិជាយូរមកហើយក្នុងការលាក់បាំងឬប្រកាសព័ត៌មានកម្រិតកំណត់យ៉ាងខ្លាំងអំពីមហន្តរាយធ្ងន់ធ្ងរដូចជាអគ្គិភ័យការបាក់រលំសំណង់ឬគ្រោះថ្នាក់ផ្លូវដែកការផ្ទុះនៅទីក្រុងស៊ីណូជូត្រូវបានគេជឿថាកំពុងបន្តដើរតាមគំរូបែបនេះព័ត៌មានអំពីហេតុការណ៍នេះភាគច្រើនត្រូវចែកចាយតាមរយៈការផ្សាយបន្តផ្ទាល់មាត់ខណៈដែលរដ្ឋាភិបាលមិនធ្លាប់បានបញ្ជាក់ជាសាធារណៈនោះទេប្រជាពលរដ្ឋជាច្រើនបានសម្ដែងនូវភាពមិនពេញចិត្តនៅពេលដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋតែងតែរាយការណ៍អំពីគ្រោះថ្នាក់នៅបរទេសប៉ុន្តែបែរជាគ្មានដំណាភៀបចំពោះមហន្តរាយដែលកើតឡើងនៅក្នុងប្រទេសទៅវិញយោងតាមពួកគេជំនួសឲ្យការប្រញាប់ប្រញាល់គ្របដណ្ដប់ហេតុការណ៍រដ្ឋាភិបាលចាំបាច់ត្រូវធ្វើឲ្យច្បាស់ពីមូលហេតុកំណត់ការទទួលខុសត្រូវនិងពង្រឹងវិធានការការពារប្រភពព័ត៌មានបានវាយតម្លៃថាមូលហេតុភាគច្រើនអាចមកពីស្ថានភាពគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធទន់ខ្សោយនៅក្នុងបរិបទដែលចំនួនយានយន្តឯកជនកើនឡើងជាលំដាប់ដែលធ្វើឲ្យតម្រូវការប្រើប្រាស់ស្ថានីយ៍ប្រេងឥន្ធនៈកាន់តែធំការថែទាំនិងការពិនិត្យសុវត្ថិភាពនៅមូលដ្ឋានជាច្រើននៅតែត្រូវគេមើលរំលងដែលធ្វើឲ្យមានការព្រួយបារម្ភថាគ្រោះថ្នាក់ស្រដៀងគ្នានេះអាចនឹងបន្តកើតឡើងទៀតជាមួយនឹងសមត្ថភាពវាយប្រហារផ្លូវឆ្ងាយដ៏លេចធ្លោប្រទេសអ៊ុយក្រែនបានដាក់គោលដៅយុទ្ធសាស្ត្រជាច្រើនរបស់រុស្ស៊ីចូលទៅក្នុងគោលដៅវាយប្រហាររបស់ខ្លួនប្រធានាធិបតី Volodymyr Zelensky បានថ្លែងបន្ទាប់ជំនួបជាមួយបណ្ដាមេបញ្ជាការយោធាកម្ពុជារបស់លោកកាលពីថ្ងៃទី26ខែកក្កដាថាតំបន់មួយចំនួនរបស់រុស្ស៊ីដែលធ្លាប់តែមានអារម្មណ៍ថាឆ្ងាយពេកមិនចាំបាច់ព្រួយបារម្ភនោះឥឡូវនេះបានស្ថិតនៅលើផែនទីវាយប្រហាររបស់អ៊ុយក្រែនហើយលោកបានបន្ថែមថាទីក្រុងគៀវនឹងបន្តអនុវត្តយុទ្ធនាការវាយប្រហារផ្លូវឆ្ងាយហើយបានបច្ចុប្បន្នភាពទីតាំងទាំងឡាយណានឹងត្រូវវាយប្រហារមុនគេប្រទេសរុស្ស៊ីបានកសាងសេដ្ឋកិច្ចសង្គ្រាមរបស់ខ្លួននៅពីក្រោយសមរភូមិក្រោយដែលពួកគេជឿថាក្រុមណាក៏មិនអាចប៉ះពាល់បានហើយយុទ្ធនាការវាយប្រហារជម្រៅជ្រៅរបស់អ៊ុយក្រែនបានវាយបំបែកជំនឿចិត្តនោះរបស់មន្ត្រីរុស្ស៊ីដ្រូនរបស់ទីក្រុងគៀវកាន់តែហោះបានឆ្ងាយទីក្រុងមូស្គូកាន់តែលំបាកក្នុងការចាត់ទុកថារោងចក្រចម្រាញ់ប្រេងឬឃ្លាំងស្តុកទំនិញណាមួយថាមានសុវត្ថិភាពដោយមិនខ្វល់ថាវានៅឆ្ងាយប៉ុណ្ណានោះទេលោក Zelensky បានកោះប្រជុំថ្នាក់ដឹកនាំយោធាអ៊ុយក្រែនដើម្បីពិនិត្យឡើងវិញនូវការវាយប្រហារផ្លូវឆ្ងាយហើយលោកបានចាក់ចេញជាមួយនឹងការសម្រេចចិត្តពីរគឺបន្តសកម្មភាពនិងធ្វើឲ្យបញ្ជីអាទិភាពមានភាពថ្មីស្រឡាងរូបថតដែលប្រធានាធិបតីបានបង្ហោះបានបង្ហាញថាមេបញ្ជាការរងថ្មីនៃកងកម្លាំងប្រដាប់អាវុធ Mikhailo Drabati ស្ដីទីរដ្ឋមន្ត្រីក្រសួងការពារជាតិ Jeff Henani Kamara និងអគ្គសេនាធិការ Ihor Skipyuk
ក៏ស្ថិតនៅក្នុងចំណោមអ្នកដែលមានវត្តមាននៅតុពិភាក្សាផងដែរលោក Zelensky បានអំពាវនាវម្ដងទៀតនៅកិច្ចខិតខំប្រឹងប្រែងនៃផែនការដាក់ទណ្ឌកម្មផ្លូវឆ្ងាយរបស់អ៊ុយក្រែនប្រធានាធិបតីអ៊ុយក្រែនបានកត់សម្គាល់ថាចម្ងាយវាយប្រហាររបស់ប្រទេសនេះបច្ចុប្បន្នបានលើសពី 3,000 គីឡូម៉ែត្រហើយបានថ្លែងថាទីក្រុងគៀវបន្តកសាងវិសាលភាពវាយប្រហារដើម្បីឈានទៅកាន់តែឆ្ងាយបន្ថែមទៀតបណ្ដាតំបន់រដ្ឋបាលរដ្ឋស្ពានច្រកសមុទ្រកើឆនិងទីក្រុងសាំងពេតឺស្បួរលោកបានបន្ថែមថាដ្រូនអ៊ុយក្រែនបានបង្ហាញថាពួកគេអាចឈានទៅដល់គោលដៅនានានៅតំបន់អ៊ូរ៉ាល់ស៊ីបេរីនិងដែនដីផ្សេងទៀតដែលនៅឆ្ងាយពីជានគរលោក Zelensky បានថ្លែងថាចាប់តាំងពីផែនការបានចាប់ផ្ដើមនៅក្នុងឆ្នាំនេះអ៊ុយក្រែនបានអនុវត្តបេសកកម្មបាញ់ប្រហារជាង 1000 លើកដោយបានវាយប្រហារលើគ្រឹះស្ថានប្រេងកាតគ្រឹះស្ថានផលិតកម្មយោធាសំខាន់ៗនិងបណ្ដាញភស្តុភារសំខាន់ៗរបស់រុស្ស៊ីយុទ្ធនាការជំរឿជ្រៅនិងកម្រិតមធ្យមស្របគ្នាមួយចំនួនកំពុងដំណើរការក្នុងពេលតែមួយលោក Zelensky បានថ្លែងថាគោលបំណងនៃសម្ពាធទាំងអស់នេះគឺដើម្បីបង្ខំឲ្យរុស្ស៊ីត្រូវចូលតុចរចាលោកចង់ឲ្យការវាយប្រហារទាំងឡាយធ្វើឲ្យការផលិតសមាសធាតុអាវុធកាន់តែមានភាពលំបាកបង្កឲ្យមានការខូចខាតប្រេងកាតនិងសេដ្ឋកិច្ចហើយតាមវិធីនិយាយរបស់លោកគឺនាំសង្គ្រាមត្រឡប់ទៅកាន់កំពង់ផែផ្ទះរបស់វាវិញលោកបានថ្លែងថាអ៊ុយក្រែនបានផ្ដល់ជូនថ្នាក់ដឹកនាំរុស្ស៊ីនៅអ្វីៗទាំងអស់ដែលចាំបាច់ដើម្បីបញ្ចប់សង្គ្រាមតាមលក្ខខណ្ឌដ៏សមរម្យហើយទីក្រុងមូស្គូដឹងយ៉ាងច្បាស់ថាត្រូវធ្វើអ្វីខ្លះរបបក្រុងតេអេរ៉ង់ភ័យខ្លាចការងើបបះបោររបស់ប្រជាជនជាងសង្គ្រាមហើយកំពុងបង្កើនការបង្ក្រាបយ៉ាងខ្លាំងក្លានៅពេលដែលការយកចិត្តទុកដាក់របស់អន្តរជាតិនៅតែផ្ដោតលើសង្គ្រាមរវាងអ៊ីរ៉ង់និងអាមេរិកនិងការកើនឡើងកម្ដៅនៅក្នុងតំបន់អ្នកគាំទ្រសិទ្ធិមនុស្សបានឲ្យដឹងថាក្រុងតេអេរ៉ង់កំពុងបង្កើនយុទ្ធនាការមួយផ្សេងទៀតដែលស្ថិតនៅក្រៅការយកចិត្តទុកដាក់របស់ពិភពលោកនោះគឺការប្រហារជីវិតអ្នកតវ៉ានិងអ្នកទោសនយោបាយបណ្ដាក្រុមសិទ្ធិមនុស្សបានលើកឡើងថាសង្គ្រាមមិនមែនជាអ្នកបង្កើតការបង្ក្រាបនោះទេប៉ុន្តែវាបានបង្កើតនូវលេសនយោបាយសម្រាប់សាធារណរដ្ឋអ៊ីស្លាមក្នុងការចាត់ការយ៉ាងឆាប់រហ័សនៅទោសប្រហារជីវិតលាក់បាំងការប្រហារជីវិតពីគ្រួសារជនរងគ្រោះនិងគំរាមកំហែងប្រជាជនដែលបានរងការឈឺចាប់រួចជាស្រេចដោយសារការបង្ក្រាបដោយហិង្សាលើការតវ៉ានៅទូទាំងប្រទេសកាលពីខែមករាបណ្ដាក្រុមសិទ្ធិមនុស្សបានប៉ាន់ប្រមាណថាអ្នកទោសនយោបាយនិងអ្នកតវ៉ាប្រមាណ100នាក់បានទទួលទោសប្រហារជីវិតខណៈដែលមនុស្សរាប់រយនាក់ផ្សេងទៀតកំពុងប្រឈមមុខនឹងទោសប្រហារជីវិតយោងតាមអង្គការសិទ្ធិមនុស្សអ៊ីរ៉ង់មនុស្សជាង70នាក់កំពុងរងចាំការប្រហារជីវិតនៅក្នុងពន្ធនាគារ Dashgurt ស្ថិតនៅកណ្ដាលទីក្រុង Isfahan បណ្ដាក្រុមសិទ្ធិមនុស្សបានឲ្យដឹងថាជនជាប់ចោទត្រូវបានបដិសេធមិនឲ្យមានការកាត់ក្តីដោយយុត្តិធម៌និងមិនត្រូវបានអនុញ្ញាតឲ្យមានតំណាងផ្លូវច្បាប់ឯករាជ្យនោះទេថែមទាំងមានគ្រួសារមួយចំនួនមិនបានដឹងថាសាច់ញាតិរបស់ពួកគេជិតត្រូវគេយកទៅប្រហារជីវិតនោះឡើយលោក Zahin Milani នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលឯកសារសិទ្ធិមនុស្សអ៊ីរ៉ង់បានថ្លែងថារបបនេះចាត់ទុកការងើបបះបោរនៅក្នុងប្រទេសជាការគំរាមកំហែងធំជាងចំពោះការរស់រានមានជីវិតរបស់ខ្លួនលោកបានបន្ថែមថាសាធារណរដ្ឋអ៊ីស្លាមអាចនឹងភ័យខ្លាចប្រជាជនរបស់ខ្លួនជាងសកម្មភាពយោធារបស់អាមេរិកទៅទៀតការគំរាមកំហែងធ្ងន់ធ្ងរបំផុតដែលពួកគេកំពុងប្រឈមមុខមកពីការងើបបះបោរនៅក្នុងស្រុកដែលជាការដែលប្រជាជនអ៊ីរ៉ង់ផ្ដួលរំលំរបបនេះសកម្មជនសិទ្ធិមនុស្សលោក Milani បានថ្លែងថាកម្រិតធ្ងន់ធ្ងរនៃយុទ្ធនាការបង្ក្រាបកាលពីខែមករាបានបង្ហាញយ៉ាងច្បាស់ថាអាជ្ញាធរមើលឃើញការគំរាមកំហែងនោះធ្ងន់ធ្ងរប៉ុណ្ណាលោកបានថ្លែងថាពួកគេបានបង្កើតនៅបទដ្ឋានថ្មីមួយនៅក្នុងរបបរបស់ពួកគេអំពីភាពឃោរឃៅលោកស្រី Azagari បានថ្លែងថាការបង្ក្រាបបានធ្វើឲ្យស្ថានភាពអសន្តិសុខនៅក្នុងចំណោមប្រជាជនកាន់តែធ្ងន់ធ្ងរឡើងពួកគេគ្រាន់តែជារងចាំលោកស្រីបានថ្លែងពួកគេបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការផ្ទុះឡើងនាពេលខាងមុខដើម្បីអាចបន្តការតស៊ូបានលោក Brandon Silver មេធាវីសិទ្ធិមនុស្សអន្តរជាតិនិងជានាយកនៅមជ្ឈមណ្ឌលសិទ្ធិមនុស្ស Raoul Wallenberg បានថ្លែងថាករណីប្រហារជីវិតទាំងឡាយគួរតែត្រូវបានពិនិត្យមើលនៅក្នុងបរិបទទូលំទូលាយនៃប្រវត្តិសាស្ត្រនៃការបង្ក្រាបនៅក្នុងស្រុករបស់អ៊ីរ៉ង់លោកបានបញ្ជាក់ពីអត្រានៃការប្រហារជីវិតដ៏ខ្ពស់របស់ប្រទេសនេះការប្រហារជីវិតអ្នកប្រព្រឹត្តបទល្មើសតាំងពីនៅជាអនិច្ចជនការដែលរដ្ឋចាប់មនុស្សធ្វើជាចំណាប់ខ្មាំងនិងការដាក់ពន្ធនាគារអ្នកសារព័ត៌មានការខិតខំប្រឹងប្រែងដើម្បីគ្របដណ្ដប់និងលាក់បាំងនៅតួលេខស្ថិតិដ៏គួរឲ្យភ្ញាក់ផ្អើលទាំងនេះលោក Silver បានឲ្យដឹងដោយបានពិពណ៌នាថាការប្រហារជីវិតទាំងឡាយគឺជាផ្នែកមួយនៃយុទ្ធនាការបង្ក្រាបទ្រង់ទ្រាយធំនៅក្នុងស្រុកដែលកំពុងបន្តកើតឡើងអ្នកទោសអ៊ីរ៉ង់ក៏បានចាប់ផ្ដើមប្រឆាំងនឹងយុទ្ធនាការប្រហារជីវិតពីខាងក្នុងប្រទេសផងដែរអ្នកទោសប្រមាណ 1,500 នាក់ដែលត្រូវផ្ដន្ទាទោសប្រហារជីវិតដោយសារបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀននៅក្នុងតំបន់ទី2នៃពន្ធនាគារ Gezel Hazar បានរៀបចំការបង្អត់អាហារនិងការតវ៉ាអង្គុយស្ងៀមចាប់តាំងពីថ្ងៃទី13ខែកក្កដាការតវ៉ាបានចាប់ផ្ដើមឡើងបន្ទាប់ពីអ្នកទោសចំនួន6នាក់ត្រូវបានផ្ទេរទៅកាន់បន្ទប់ឃុំឃាំងដាច់ដោយឡែកដើម្បីរៀបចំសម្រាប់ការប្រហារជីវិតករណីប្រហារជីវិតទាំងឡាយអាចបង្ហាញពីសមត្ថភាពបង្ក្រាបរបស់ក្រុងតេអេរ៉ង់ប៉ុន្តែវាក៏បង្ហាញពីភាពភ័យខ្លាចរបស់របបនេះថាចំនួនដែលជំរុញឲ្យមានចលនាតវ៉ានៅក្នុងប្រទេសអ៊ីរ៉ង់គឺនៅតែមិនទាន់ត្រូវបានដោះស្រាយនៅឡើយទេប្រទេសអ៊ីរ៉ង់នៅតែបន្តបង្ហាញឥរិយាបថរឹងរូសដោយទាមទារថ្លៃសេវាកម្មនៅច្រកសមុទ្រ Hormuz
ទោះបីជាមានបម្រែបម្រួលជាវិជ្ជមានផ្នែកទូតក៏ដោយយោងតាមសារព័ត៌មាន Al Jazeera កិច្ចសហប្រតិបត្តិការការទូតរវាងអ៊ីរ៉ង់និងអាមេរិកបានសម្រេចបាននូវជោគជ័យមួយចំនួនប៉ុន្តែក្រុងតេហេរ៉ង់នៅតែបន្តទាមទារថ្លៃសេវាកម្មនិងរក្សាតួនាទីដឹកនាំក្នុងការគ្រប់គ្រងច្រកសមុទ្រ Hormuz អត្ថបទនេះបានរាយការណ៍ថាគណៈប្រតិភូអូម៉ង់មួយក្រុមបានមកទស្សនកិច្ចនៅក្រុងតេហេរ៉ង់នាពេលថ្មីៗនេះដើម្បីពិភាក្សាអំពីយន្តការគ្រប់គ្រងផ្លូវទឹកយុទ្ធសាស្ត្រនាពេលអនាគតយោងតាមរបាយការណ៍ប្រទេសអូម៉ង់បានស្នើបង្កើតសហព័ន្ធតំបន់មួយដើម្បីត្រួតពិនិត្យការដឹកជញ្ជូនតាមច្រកសមុទ្រដោយមិនយកថ្លៃសេវាកម្មដឹកជញ្ជូននោះទេទោះជាយ៉ាងណាក៏ដោយប្រទេសអ៊ីរ៉ង់នៅតែបន្តប្រឆាំងនឹងកិច្ចព្រមព្រៀងដឹកជញ្ជូនជំនួសហើយបានអះអាងថាយន្តការនាពេលអនាគតទាំងអស់ត្រូវតែគ្រប់គ្រងដោយក្រុងតេហេរ៉ង់ព្រមទាំងអនុញ្ញាតឲ្យប្រទេសនេះប្រមូលថ្លៃសេវាកម្មលើនាវាទាំងឡាយផងដែរកាសែតកាយហាន់ដែលមានប្រយោជន៍រឹងរូសរបស់អ៊ីរ៉ង់កាលពីថ្ងៃច័ន្ទបានអំពាវនាវឲ្យក្រុងតេហេរ៉ង់បន្តការវាយប្រហារនិងបំបែកអ្វីដែលពួកគេហៅថាការបិទផ្លូវសមុទ្រព្រមទាំងបានព្រមានថាទំនុកចិត្តថ្មីលើនយោបាយការទូតរបស់អាមេរិកនឹងក្លាយជាកំហុសដ៏ធ្ងន់ធ្ងរមួយកាសែតអ៊ីរ៉ង់បានសរសេរថាឥឡូវនេះមិនមែនជាពេលត្រូវបញ្ឈប់សកម្មភាពយោធានោះទេប៉ុន្តែត្រូវពង្រឹងសណ្ដាប់ធ្នាប់ថ្មីដោយការបន្តការវាយប្រហារយ៉ាងខ្លាំងក្លានិងបំបែកការបិទផ្លូវសមុទ្រយោងតាមកាសែតកាយហាន់កងកម្លាំងអាមេរិកបានជាប់ផុងនៅក្នុងឈូងសមុទ្រអត្ថបទបានលើកឡើងថាគ្មានទីតាំងណានៅក្នុងឈូងសមុទ្រប៉ែដែលសត្រូវរបស់អ៊ីរ៉ង់ឬអ្នកគាំទ្រពួកគេប្រើប្រាស់គួរតែត្រូវចាត់ទុកថាមានសុវត្ថិភាពនោះទេរហូតទាល់តែការនាំចេញប្រេងរបស់អ៊ីរ៉ង់ត្រូវបានធានាយ៉ាងពេញលេញសូមអរគុណប្រិមិត្តសម្រាប់ការតាមដានទស្សនាជួបគ្នានៅក្នុងសារព័ត៌មានបន្ទាប់សូមជម្រាបលា